វាសម្រាប់ការចិញ្ចឹមកដោបងប្រុសបងស្រីត្រូវមានចំណីយ៉ាងតិចក៏3ទៅ5ប្រភេទដែរបាទសម្រាប់ផ្ដល់ឲ្យកូនកដោឬក៏មេបាកដោបាទអញ្ចឹងហើយខ្ញុំក៏ព្យាយាមបរិច្នៅក្នុងការដាំអំពៅថែមណាបាទនេះគឺខ្ញុំបានបដោះដាំថែមហ្នឹងនេះបាទហើយនោះស្លឹកអំពៅដែលយើងមានបាទប៉ុណ្ណឹងហើយកាច់អស់ហើយនៅឥឡូវយើងដាំថែមទៅយើងយកទៅដាំជួរកណ្ដោះទៀតបាទអញ្ចឹងយើងធ្វើម៉េចព្យាយាមដាំចំណីថែមហើយអ្វីដែលយើងមានច្រើននៅកន្លែងកសិដ្ឋានមួយគឺស្មៅយើងមាន3ប្រភេទយើងមានស្មៅផ្អែមដែលមានប្រូតេអ៊ីនខ្ពស់ជាងគេស្មៅស៊ូពើនាពាស្មៅ King Grass ឥឡូវនេះគឺយើងចាប់ផ្ដើមដាក់ដាំអំពៅថែមដើម្បីព្រោះអំពៅមានជាតិផ្អែមស្លឹកអំពៅក៏មានជាតិផ្អែមដែរខ្លាំងជាងស្មៅផងបាទប៉ុន្តែកម្រិតប្រូតេអ៊ីនទៅតិចជាងស្មៅវិញណាបងប្អូនឃើញឡងណែនខាសតែម្ដងនេះឃើញមិនតិចទេច្រើនតែនេះក៏អញ្ចឹងដែរsẽដាក់ស្លឹកអំពៅឲ្យស៊ីដូចគ្នាបាទអញ្ចឹងចប់ពីស្លឹកអំពៅនេះគឺក្រុមការងារបងប្អូនជានិស្សិតគាត់មកវឹកហាត់នេះគាត់នឹងបន្ថែមស្មៅដាក់មួយជាន់ទៀតបងប្អូនឃើញនេះវាមកស៊ីស្លឹកអំពៅឃើញទេបាទឡើងចាប់ផ្ដើមសគាសលៀងថ្មិញឥឡូវចាប់ផ្ដើមប្រែពីខ្មៅទៅក្រហមចាប់ផ្ដើមលឿនណានេះអាយុវាចូល5ថ្ងៃបាទនេះចូល5ថ្ងៃបាទនេះចូល5ថ្ងៃដែរបាទអញ្ចឹងបងប្អូនប្រុសស្រីមើលឃើញឡើងព្រាតឥឡូវមើលនេះវាចាប់ផ្ដើមរោមនៅខាងចុងនេះឃើញចាប់ផ្ដើមស៊ីចុងអំពៅឃើញបាទឡើងព្រាតឡើងខ្មៅក្រឹបនេះឃើញវាស៊ីពីចុងទៅបាទនោះដល់លើក៏មានដែរពួកខ្ញុំទំដាក់មិញដែរនេះដូចគ្នាឡើងពេញហ្នឹងឡើងណែនពេញហ្នឹងបាទវាស៊ីពីចុងទៅបដិញគ្នាបាទអញ្ចឹងបងប្រុសបងស្រីខ្ញុំបញ្ជាក់ថាស្មៅដែលអាចផ្ដល់ឲ្យកដោបានគឺច្រើនប្រភេទប៉ុន្តែយើងគួរដាំស្មៅស៊ូពើនាពាស្មៅ King Grass ស្មៅផ្អែមឬក៏ស្មៅចាំបូបាទអញ្ចឹងបងប្អូនអាចជាជំរើសបានហើយនោះគាត់ចាប់ផ្ដើមដាក់ស្មៅទុកថែមហើយបន្តិចទៀតគឺយើងបន្ថែមស្មៅឲ្យស៊ីស្លឹកអំពៅនេះអស់សិនល្ងាចបន្តិចម៉ោងប្រហែលជា5យើងនឹងដាក់ថែមបាទនេះគឺប្រភេទមេបាពូជបាទហើយបងគាត់កំងម្នាក់1គីឡូម្នាក់1គីឡូបាទបងនៅសៀមរាបកំងចូល4គីឡូហើយបាទអញ្ចឹងយើងរៀបចំជូនគាត់ទៅតាមហ្នឹងបាទបងប្រុសស្រីឃើញណាបាទកដោឥឡូវទិញពងកដោ1គីឡូថែមស្មៅ400កង់ហើយស្មៅ400កង់គឺលាយគ្រប់មុខបានហើយស្បៃមួយទៀតថែមស្បៃឲ្យមួយទៀតបាទហើយតម្លៃគឺមានហ្នឹងហើយស្បៃល្អលើសគ្នា 100,000 ស្បៃលេខ2គឺធូរថ្លៃជាងខុសគ្នា 100,000 ណាខ្ញុំនិយាយថាខុសត្រូវគ្នា 100,000 អញ្ចឹងបើយើងដាក់ចិត្តចិញ្ចឹមយើងយកល្អទៅគឺបានយូរវែងបាទ10ឆ្នាំហើយល្អអូមើលឈុតនេះគឺញាស់មែនតើបាទញាស់ឡើងខ្មៅរលតែម្ដងពេញនៅកន្លែងហ្នឹងបាទនេះអត់ទាន់ញាស់អស់ទេនៅច្រើនទៀតបាទទៅញាស់បាន3ថ្ងៃអានេះញាស់3ថ្ងៃបាទឥឡូវវានៅញាស់មក4ថ្ងៃទៀតបានអស់បាទអរគុណជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណ